នេះការ rotate អញ្ចឹងគាត់ click វា click មកវា rotate picture ហ្នឹងទៅហើយឃើញទេPBR map ហ្នឹងអឺវាវាភាគច្រើន size ធំទំហំធំកាលណាយើងយក picture ទំហំធំមកដាក់លើ scene ចាស់វាធ្វើឲ្យ scene របស់យើងហ្នឹងយឺតទីមួយយឺតrender យឺតហើយវាមានអារម្មណ៍ថា scene យើងធ្ងន់ណាអូខេហ្នឹងហើយមុនខ្ញុំនិយាយអំពីplugin មួយដែលជួយធ្វើឲ្យ material របស់យើងហ្នឹងយើង speed material Inkscape លឿនអញ្ចឹងថ្ងៃនេះខ្ញុំនឹង show អ្នកនរគ្នានៅ plugin មួយទៀតដើម្បីឲ្យយើង rotate picture របស់យើងលឿនអញ្ចឹងការងារ rotate picture នេះបានដើម្បីយើង rotate picture បានយើងចូលទៅ group ហ្នឹងមិនអញ្ចឹងហើយយើង click លើ face វាមកកុំឲ្យជាប់ line ទៅវាអត់ចេញអញ្ចឹងយើង select ទៅលើ face វាមកយើង click picture position នេះហើយយើង rotate តាមមុំដែលយើងចង់បានទៅយើងចង់បិទវាបញ្ឈរឬក៏ចង់បិទវាផ្ដេកពី170អីអញ្ចឹងទៅឬក៏យើង flip វាអញ្ចឹងទៅហើយអូខេអញ្ចឹងរដងយើងធ្វើអញ្ចឹងប៉ុន្តែយើងមាន plugin មួយដើម្បីជំរុញការ click ច្រើនដងរបស់យើងនេះកាត់បន្ថយការ click របស់យើងច្រើនដងនេះយើង click លើ object របស់យើងនឹងមកអញ្ចឹងយើងចុចលើ picture ហ្នឹង plugin ហ្នឹង picture positioning ហ្នឹងអញ្ចឹងយើង click លើវាមកឃើញទេអញ្ចឹងវាកាត់បន្ថយការclick ច្រើនដងរបស់យើងព្រោះនៅពេលដែលយើងធ្វើការងារជាក់ស្ដែងយើង design ជាក់ស្ដែងយើងមានទូច្រើនយើងមានការ binary ច្រើនអញ្ចឹងបើយើងនៅអង្គុយ rotate ម្ដងមួយវាធ្វើអញ្ចឹងបានតែវាយឺតការងារអញ្ចឹងបើឧបមាការគេធ្វើតែ10នាទីយើងធ្វើ1ម៉ោងអីអញ្ចឹងទៅយើងវាពិបាកអញ្ចឹងនេះការ rotate អញ្ចឹងគាត់ click វា click មកវា rotate picture ហ្នឹងទៅហើយឃើញទេខ្ញុំថាចាក់អស់មកហើយយើងចង់ select លើ face នេះមួយពេលនេះយើងអត់ចង់ឲ្យវាបិទអញ្ចឹងទេចង់បិទវាចេះវាមើលមកស្អាតជាងនឹងអាស្រ័យតាមលើអ្នក design របស់យើងឃើញទេយើងចង់ face ណា face នេះបើ face នេះបិទផ្ដេកចេះស្អាតជាងការនេះឲ្យមកអញ្ចឹងplugin ហ្នឹងវាជំនួយការ rotate picture ហ្នឹងទៅលើការងារជាក់ស្ដែងយើងបានច្រើនវាប្រហែលជាអត់ពាក់ព័ន្ធជាមួយនឹងការ set material របស់ Inkscape ទេប៉ុន្តែខ្ញុំគ្រាន់តែចង់show អ្នកនរគ្នានៅ plugin មួយដើម្បីជំរុញការងារដែលយើងធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងអ្នកនរគ្នាអ្នកខ្លះជា interior design គឺយើងជួបអាហ្នឹងច្រើនហើយត្រូវ rotate picture ត្រូវចេះវាធុញអញ្ចឹងបើយើងប្រើ plugin មួយនេះវាជំនួយការងារយើងបានច្រើនអូខេហ្នឹងហើយភ្ជាប់មកជាមួយអាហ្នឹងយើងនិយាយពី material របស់ Inkscape បន្តិចទៅអញ្ចឹងអានេះខ្ញុំនឹងអត់ប្រើ plugin នេះទេខ្ញុំប្រើនេះហើយលើកពណ៌មួយមកអញ្ចឹងអានេះវាជា laminate ខាងគ្នាយើង interior design ដឹងហើយ laminate វាមាន glossiness វាមានអាឡងខ្លាំងវាមាន mattness វាមានអត់ស្រួលឡងអញ្ចឹងទៅអញ្ចឹងអឺប្រភេទ laminate នេះវាធ្វើឲ្យយើងលេងសូវជឿក្បាលមុនដំបូងយើងចូលចិត្តហើយយើងចូលចិត្តអាការរក PBR material យើងមាន PBR យើងមាន Rocksmith យើងមាន Bar Map យើងមាន Normal Map ខ្ញុំអាចនិយាយរឿងច្រើនបន្តិចប៉ុន្តែនៅពេលដែលយើង work feel លើការងារជាក់ស្ដែងអ្វីដែលសំខាន់បំផុតជាង PBR material ហ្នឹងគឺ laminate របស់យើងហ្នឹងដូចជាមួយនឹងប៉ាន់អត់ picture របស់យើងហ្នឹងដូចជាមួយប៉ាន់អត់អញ្ចឹងការយក picture មកចាក់ក្នុងការ design គឺវាពិតជាសំខាន់អញ្ចឹងអានេះខ្ញុំនិយាយអាហ្នឹងបន្តិចទៅឧបមាថាយើងមានកូដយើងមានប៉ាន់ពីក្រុមហ៊ុនណាមកមួយសម្រាប់យើង design អញ្ចឹងទៅអឺយើងយកកូដប៉ាន់ picture ហ្នឹង search តាមអ៊ីនធឺណិតហ្នឹងទៅបើអ្នកទាំងគ្នាអត់ search នេះអានេះនិយាយទៅប៉ុណ្ណេះសូនេះគេអញ្ចឹង
នេះដល់ពេលយើងចូលអាហ្នឹងទៅអ្នកទាំងអស់គ្នាកុំយកអា picture នេះទី1កញ្ចៅវាធំទី2វាអត់មានជាអឺ picture ពេញទេវាអត់ជាស្លឹកពេញអញ្ចឹងកាលណាយើងយកទៅបិទលើការងារជាក់ស្ដែងយើងត្រូវការ picture នេះអញ្ចឹងដល់ពេលអ្នកនរគ្នា download picture ហ្នឹងហើយអ្នកនរគ្នាcrop អ្នកនរគ្នា crop អឺអា picture ហ្នឹងទៅអ្នក crop logo នេះចេញចូលហ្មងទៅយើង crop អា picture ហ្នឹងចេញមកដែលវាទៅតែកด41នេះលេខកូដអញ្ចឹងលេខកូដនេះគឺវាត្រូវជាមួយនឹងប៉ាន់អ្នកនរគ្នាអាចផ្ទៀងផ្ទាត់ពណ៌ជាមួយនឹងប៉ាន់ជាក់ស្ដែងថាប៉ាន់ឡាមិនេតជាក់ស្ដែងហ្នឹងវាត្រូវជាមួយនឹងអា picture ហ្នឹងអត់យើងអាចកែពណ៌ color វាបានបន្តិចទៅដើម្បីឲ្យវាដូចគ្នាហើយបន្តមកទៀតគឺយើង download ហើយយើងយកវាមកចាក់នៅលើ picture របស់យើងឲ្យត្រូវ scale ឲ្យត្រូវទំហំអានេះគឺជាទំហំក្តារ1.2 2.4នេះខ្ញុំនិយាយរឿងការងារជាក់ស្ដែងច្រើនតិចប៉ុន្តែអ្នកទាំងនេះត្រូវដឹងថាគូស្អាតតើតើអ្នកទាំងនេះច្បាស់អាការងារ design នឹងដែរបើអ្នកទាំងនេះគូលឿនហើយស្អាតទៀតអញ្ចឹងអានេះយើង select picture មក picture យើងខុសហើយមិនខុសទេណា picture laminate ហ្នឹងវាមានកញ្ចៅខ្លះប្តីស្លឹកប៉ុណ្្នឹងដែរដូចគ្នាបើថានេះខុសក៏អត់ត្រូវដែរតែប៉ុន្តែយើងរក picture ណាមួយត្រូវមកអញ្ចឹងអានេះយើងរកថាវាត្រូវមកឃើញស្លឹកវា picture វាមិនចូលទេអញ្ចឹងយើងបកចូលទៅ material របស់ Inkscape អញ្ចឹងខ្ញុំនិយាយមិញដូចខ្ញុំនិយាយមិញវា material វាមានអាឡូងវាមានអត់សូវអាឡូងហើយនឹងវាក្រើមហ្មងជាងស្ទាបទៅដឹងកញ្ចៅឈើហ្មងវាមានប្រភេទច្រើនប្រភេទហ្នឹងប្រភេទ laminate អញ្ចឹងមិនបើខ្ញុំនិយាយពីអាហ្នឹងអឺខ្ញុំចង់ឲ្យអ្នកនរគ្នាកុំសូវជិះក្បាលជាមួយនឹង PBR material ហ្នឹងពេកទៅលើការងារ interior design ព្រោះ PBR material អ្នកនរគ្នាត្រូវដឹងថាវា include ទៅលើ roughness វា include ទៅលើ bump វា include ទៅលើ reflection អញ្ចឹង picture PBR material PBR map ហ្នឹងអឺវាវាភាគច្រើន size ធំទំហំធំកាលណាយើងយក picture ទំហំធំមកដាក់លើ scene ចាស់វាធ្វើឲ្យ scene របស់យើងហ្នឹងយឺតទីមួយយឺតrender យឺតហើយវាមានអារម្មណ៍ថា scene យើងធ្ងន់ណាកាលណាយើងប្រើ picture ធ្ងន់ពេកអញ្ចឹងពេលខ្លះក៏វាជួយឲ្យ drop performance របស់ Inkscape ដែរអាហ្នឹងវាជាចំណុចដ៏ធំបំផុតដែលពេលមុនដំបូងហ្នឹងយើងខ្វល់ពី PBR material ហ្នឹងណាចាក់ texture រកទៅ PBR ទេចាក់ texture ចាក់អត់បានអាហ្នឹងក៏មុនខ្ញុំអញ្ចឹងតែដល់ពេលយើងធ្វើការងារជាក់ស្ដែងយើងលេងខ្វល់ពីអាហ្នឹងឯង PBR ហ្នឹងមិនមែនអត់សូវកំាន់សំខាន់រកអា texture នេះចាក់ឲ្យត្រូវដូចប៉ាន់អញ្ចឹងប៉ាន់ពេលខ្លះនេះក៏យ៉ាងអញ្ចឹងអាឡូងអញ្ចឹងគេស្រឡាញ់អញ្ចឹងឈើសាច់ឈើមិនថាវាអាឡូងសួរខុសអត់តែអត់ខុសទេព្រោះប៉ាន់តែយើងយកទៅបិទមែនតើគឺវាអញ្ចឹងប៉ុន្តែអាពេលខ្លះទីឈើខ្លះនេះយើងគាត់ទៅ add អានេះមើលមកវាឃើញកញ្ចៅឈើអញ្ចឹងគេយកទៅថែមវាអញ្ចឹងអញ្ចឹងអានេះខ្ញុំមិនដឹងថាខ្ញុំនិយាយពីការងារជាក់ស្ដែងឬក៏និយាយពី teacher របស់ material ទេរបស់ Inkscape ទេឃើញទេអូខេអញ្ចឹងខ្ញុំគិតថាខ្ញុំនិយាយច្រើនហើយពីវីដេអូនេះតាមពិតអ្វីដែលផ្ដោតហ្នឹងគឺ teacher policy នេះតែដល់ពេលខ្ញុំនិយាយពីថ្ងៃនេះការងារជាក់ស្ដែងប្រាប់ដល់អ្នកគ្នាបន្តិចទៅដើម្បីឲ្យអ្នកទាំងគ្នាយល់ពីការងារជាក់ស្ដែងហើយអ្នកនេះត្រូវដឹងថាបើយើងយល់ពីការងារជាក់ស្ដែងច្រើនការគូរបស់យើងវាទៅលឿនទៅ smooth ហើយវាច្បាស់លាស់ក្នុងការគូអញ្ចឹងពេលខ្លះរូបដែលឃើញយើងឃើញកញ្ចៅឈើស្អាតយើងព្យាយាមយកពីបោះ material ពេលខ្លះការងារជាក់ស្ដែងគឺអត់ចាំបាច់ទេទីមួយខ្ញុំនិយាយថាអត់ចាំបាច់ហ្មងព្រោះខ្ញុំធ្លាប់ឆ្អែតឆ្អន់ Happy Ball Material file នៅ 100G ពេញ hard disk សុទ្ធតែ teacher ដែលលេងប្រើតែរងឲ្យលេងប្រើហ្មងអូខេអញ្ចឹងវីដេអូហ្នឹងតែប៉ុណ្្នឹងនេះ
plugin ដែលនិយាយហ្នឹង Bio Hosting